ចាសូមជម្រាបសួរដល់អ្នកបងប្អូននៅក្នុងសេចក្តីស្រឡាញ់នៃព្រះយេស៊ូវគ្រីស្ទចាថ្ងៃនេះខ្ញុំនឹងអាននៅព្រះបន្ទូលព្រះអង្គជាបន្តទៀតនៅព្រះគម្ពីរលូកានៅជំពូក11ខ33រហូតដល់ខ36ចាសូមស្ដាប់ទាំងអស់គ្នាខ33គ្មានអ្នកណាដែលអុជចង្កៀងយកទៅដាក់នៅទីកំបាំងឬគ្របនឹងថាំងឡើយគេតែងដាក់លើជើងចង្កៀងវិញដើម្បីឲ្យអស់អ្នកដែលចូលបានឃើញពន្លឺភ្លឺឯចង្កៀងរូបកាយគឺជាភ្នែកដូច្នេះកាលណាភ្នែកអ្នកល្អនោះរូបកាយអ្នកទាំងមូលនឹងបានភ្លឺដែរតែកាលណាភ្នែកអាក្រក់នោះរូបកាយអ្នកនឹងងងឹតវិញដូច្នេះចូលប្រយ័ត្នក្រែងពន្លឺដែលនៅក្នុងខ្លួនអ្នកជាសេចក្តីងងឹតវិញបើសិនជារូបកាយអ្នកទាំងមូលបានភ្លឺឥតមានងងឹតត្រង់ណាសោះនោះនឹងបានភ្លឺទាំងអស់ដោយការចង្កៀងបំភ្លឺអ្នកដែរចាសូមអរគុណសូមព្រះប្រទានពរ